បាទសួស្តីបងប្អូនទាំងអស់គ្នាមកជួបគ្នានៅវីដេអូថ្មីទៀតហើយខ្ញុំបាទខានផុសប្រហែលជាខ្ទង់ជាងមួយសប្តាហ៍ហើយវីដេអូអត់បានថតថ្មីដោយសារតែរវល់ការងារហើយក៏ដោយសារតែសង្គ្រាមបាទយើងរវាងខ្មែរយើងជាមួយនឹងថៃដែរបាទយើងគ្រប់គ្នាពិតជាបារម្ភមែនទែនទាក់ទងទៅនឹងបញ្ហាសង្គ្រាមបាទអូឬសំឡេងខ្ញុំខានបន្តិចបងប្អូនហើយសង្ឃឹមថាវាអត់ចូលខ្លាំងចុះសំឡេងឡានមិនហ្នឹងឥឡូវយើងបន្តទៀតគឺថ្ងៃនេះខ្ញុំចង់ចេញវីដេអូមួយត្បិតថាយើងមានសង្គ្រាមកំពុងតែមានសង្គ្រាមយ៉ាងណាក៏ដោយតែនេះគឺជាការចែករំលែកមិនមែនជាការបង្ហោះវីដេអូសប្បាយរីករាយអីទេជាការចែករំលែកមេរៀនទាក់ទងទៅនឹង YouTube បន្តទៀតហើយវីដេអូនៅថ្ងៃនេះគឺខ្ញុំធ្វើពាក់ព័ន្ធទៅនឹង review content បាទបញ្ហា review content ខ្ញុំជឿជាក់ថាមានបងប្អូនជាច្រើនមែនតើដែលជួបទៅនឹងបញ្ហា review content ដែលយើងមិនអាចរកលុយបានទេយើងស្នើទៅគឺរកលុយអត់បានទេរួមទាំងខ្ញុំផងដែរក៏ធ្លាប់ឆ្លងកាត់នៅបញ្ហា review content នេះដូចគ្នាបងប្អូនជុំវិញទៅនឹងបញ្ហា review content សួរថាហេតុអីបានជាវាកើតមានបញ្ហាហ្នឹងឡើងជាចម្លើយឲ្យស្រួលស្ដាប់ review content គឺជាវីដេអូរបស់យើងនៅពេលដែលផុសទៅគឺយើងព្យាយាមយកវីដេអូពីបណ្ដាញសង្គមផ្សេងជាច្រើនយកមកកាត់បញ្ចូលក្នុងវីដេអូរបស់យើងឬក៏យើងយកទាំងដុលទាំងស្រុងមកហ្នឹងហើយយើងយកមកបង្ហោះនៅក្នុង channel YouTube របស់យើងទោះបីជាយើងយកមកពី TikTok យកមកពី Facebook ឬក៏បណ្ដាញសង្គមមួយចំនួនផ្សេងទៀតក៏ដោយហើយវីដេអូនោះត្រូវបានគេយកទៅប្រើច្រើនគេបង្ហោះច្រើននៅក្នុង channel ផ្សេងទៀតឬក៏គេយកទៅកាត់បញ្ចូលនៅក្នុងវីដេអូរបស់គេដូចយើងដែរនោះគឺជា review content ហើយបាទអញ្ចឹងបញ្ហា review content នេះគឺជាបញ្ហាឈឺក្បាលមួយដែរសម្រាប់អ្នកផលិតវីដេអូផលិតមាតិកានៅក្នុង YouTube ជាក់ស្ដែងសម្រាប់អ្នកព័ត៌មានតែម្ដងបាទអ្នកផលិតជាវីដេអូព័ត៌មានឧបមាថាមានវីដេអូហេតុការណ៍ណាមួយទៅគេទម្លាក់បើថាសង្គ្រាមគេទម្លាក់ក្របបែកទម្លាក់អីមានករណីអីមួយដែលតាក់ទងទៅនឹងព័ត៌មានហើយល្បីគេយកមកកាត់ផ្សាយយើងត្រូវយកមកកាត់ផ្សាយឧបមាថាយើងអានព័ត៌មានហើយយើងត្រូវកាត់បញ្ចូលហេតុការណ៍វីដេអូនឹងចូលគឺវាអាចប្រឈមទៅនឹងបញ្ហា review content ដូចគ្នាអញ្ចឹងចំណុចនេះគឺវាពិបាកមែនតើអញ្ចឹងបើយើងអាចជៀសបានយើងគ្រាន់តែអាចថាដាក់រូបតំណាងរបស់ព្រឹត្តិការណ៍ហ្នឹងទៅហើយបាទសុខចិត្តយើងភ្ជាប់ជាមួយ link របស់វីដេអូហ្នឹងនៅក្នុងខាងក្រោមវីដេអូយើងវិញអីអញ្ចឹងទៅវាមានតែអញ្ចឹងទេតែសួរថាវីដេអូយើងវាល្អអត់វាច្បាស់ជាវាមិនពេញលេញពេញអត្ថន័យមានវីដេអូភ្ជាប់ជាមួយក្នុងហ្នឹងដូចដែលយើងកាត់ចូលទេណាបាទតែនេះធ្វើមិនជាគោលការណ៍របស់ YouTube យើងពិបាកថងចំណុចហ្នឹងមែនតើបាទអញ្ចឹងគឺជាបញ្ហាធំមួយសម្រាប់អ្នកផលិតមាតិកាអ្នកផលិតវីដេអូពិសេសនោះគឺអ្នកផលិតវីដេអូបែបព័ត៌មានតែម្ដងគឺត្រូវប្រឈមមួយទៀតនោះគឺភ្លេងដែរបងប្អូនតើតងទៅនឹងភ្លេងបើយើងប្រើភ្លេងនៅក្នុង library របស់ YouTube ដូចជាមិនជាបញ្ហាចោតអីទេបាទវាមានជាបញ្ហាចោតទេតែសម្រាប់វីដេអូសំឡេងភ្លេងដែលយើងប្រើសំឡេងដែលគេយកប្រើច្រើននៅក្នុង YouTube ដូចគ្នាឧបមាថាសំឡេងខ្លីសំឡេងអីមួយដែលយើង download free ពី YouTube អញ្ចឹងយើងយកកាត់ដាក់វីដេអូរបស់យើងទៅវាជា review content ណាដូចគ្នាហើយមិនតែប៉ុណ្្នឹងទេសូម្បីតែរូបភាពនោះតែសម្រាប់រូបភាពខ្ញុំអត់ច្បាស់ទេណាតែវីដេអូខ្ញុំច្បាស់ថាវាអាចជាប់តែបើរូបភាពដូចជាមានករណីដែលត្រូវវាចាប់ទៀតរូបណាដែលដូចថាប្រើប្រាស់ច្រើនហ្នឹងក៏វាចាប់ដែរណាបាទតែអាហ្នឹងខ្ញុំដូចជា channel ចាស់របស់ខ្ញុំមួយខ្ញុំប្រើប្រាស់រូបពីបណ្ដាញសង្គមច្រើនយកមកកាត់បញ្ចូលYouTube នៅពេលដែលស្នើរកលុយទៅវាចាប់ review content ដូចគ្នាហើយបញ្ហា review content នេះពិបាកស្នើបងប្អូនវាដូចមិនងាយខ្ញុំធ្លាប់ channel ចាស់មួយនោះខ្ញុំស្នើបានវិញតែនៅពេលដែលយើងស្នើបានវិញហើយ view អីហ្នឹងគឺវាលេងឡើងវាអត់ឡើងដូចពីមុនហើយ channel នោះគឺតាក់ទងនឹង channel ព័ត៌មានដូចគ្នាបាទព្រោះពីមុនមកខ្ញុំធ្វើព័ត៌មានខ្ញុំជាអ្នកព័ត៌មានអញ្ចឹងទៅតែឥឡូវបច្ចុប្បន្នខ្ញុំឈប់ហើយខ្ញុំបានបដូរអាជីពថ្មីដោយសារតែព័ត៌មានវាចំណូលយើងតឹងដែរព
ព័ត៌មានលុះត្រាតែយើងឥឡូវមិនបាច់និយាយរឿងព័ត៌មានយើងនិយាយចប់ទៅនឹងងាកមក content របស់យើងវិញអញ្ចឹងបើសិនជាចង់គេចផុតពី review content ហ្នឹងបងប្អូនគួរតែផលិតវីដេអូដែលថតដោយដៃខ្លួនយើងតែម្ដងវាប្រសើរជាងអញ្ចឹងណាបាទយើងព្យាយាមថតដោយដៃខ្លួនយើងបើអាចថាវីដេអូនេះថតដូចខ្ញុំអញ្ចឹងវីដេអូស៊ីនអញ្ចឹងទៅលើកលែងតែយើងដាក់ភ្លេងណាដែលវាជាប់ copyright ឬភ្លេងដែលគេប្រើច្រើនហ្នឹងវាអាចជាប់ review content ទៀតអញ្ចឹងសម្លេងបែបហ្នឹងគឺវា original content គឺយើងមិនប្រឈមទៅនឹងការជាប់ review content ទេហើយនៅពេលដែលស្នើជាប់ review content បងប្អូនដូចថាអញ្ចឹងវាពិបាកស្នើវិញមែនតើណាស្នើយើងត្រូវធ្វើតាម YouTube យើងត្រូវលុបអាវីដេអូណាដែលយើងគិតថាយើងប្រើវីដេអូដែល download មកពីគេ download ពី social media ច្រើនលុបចោលទាំងអស់ហើយនៅពេលដែលយើងលុបចោលឧបមាថាវីដេអូហ្នឹងវាម៉ោងរម៉ោងបានច្រើនវាផ្ទុះ view ច្រើនឡើងម៉ោងច្រើន YouTube វាដកម៉ោងយើងតាមហ្នឹងអញ្ចឹងម៉ោងយើងនឹងធ្លាក់អស់អានេះវាជាបញ្ហាមែនតើអញ្ចឹងបញ្ជាក់ថងហ្នឹងបងប្អូនអ្នកដែលចាប់ផ្ដើមគួរតែពិនិត្យពិច័យគួរតែឡើងហ្នឹងគួរតែឲ្យច្បាស់លាស់បើមិនអញ្ចឹងតិចខាតពេលហើយសម្រាប់បងប្អូនដែលធ្វើបាទដូចថាអញ្ចឹងធ្វើការបដាធ្វើបដាវាមិនអីទេគ្រាន់តែបើអ្នកខ្លះគាត់បដោតទៅលើនឹងតែម្ដងវាអាចជាការខាតពេលមែនតើដល់ពេលដែលយើងខំធ្វើខំផុសខំកាត់ខំអី design thumbnail design អីហើយនៅពេលដែលស្នើគ្រប់លក្ខខណ្ឌស្នើរលុយបែរជាជាប់ review content វាខាតពេលហ្នឹងឯងខាតពេលមែនទែនបងប្អូនអញ្ចឹងខ្ញុំគ្រាន់តែជួយដាស់តឿនបងប្អូនចំណុចហ្នឹងហើយខ្ញុំក៏ធ្លាប់ឆ្លងកាត់ដែរ review content ហ្នឹងឡើងម៉ោងស្រើតគ្រប់អស់លីង4000 subscribe 1000 subscribe 4000ម៉ោងស្រាប់តែស្នើទៅ review content អាហ្នឹងចឹងយើងមើលដែរបងប្អូនវាយើងខំធ្វើតែមែនទែន channel មិនធ្វើតែមួយទេយើងធ្វើ 2-3 channel ទៅប្រភេទ channel ផ្សេងគ្នាទៅធ្វើចោលបាទបញ្ជាក់មួយទៀតដែរនៅខ្មែរយើងក្រៅពី long យើងធ្វើ short វាឡើង subscribe ឡើងឲ្យលឿនមែនក៏ប៉ុន្តែលុយវាបានតិចមែនទែនហើយបើតាមខ្ញុំមើលជនបរទេសពួកបរទេសក្រៅក៏ចឹងដែរ short វាRPM មានហ្នឹងគឺវាទាបមែនទែនវាបានលុយតិចពេកអញ្ចឹងហើយវាអត់ដូច long វីដេអូ long ទោះបី view តិចតួចក៏បានលុយគ្រាន់បើដែរបាទហើយបើបានអ្នកនៅអាមេរិកអ្នកនៅកាណាដាអូស្ត្រាលីអីមើលទៀតលុយកាន់តែខ្ពស់តាមហ្នឹងបាទអញ្ចឹងវីដេអូនេះបងប្អូនខ្ញុំបាទនិយាយលេងបាន8នាទីបាទហើយខ្ញុំមានតែប៉ុណ្្នឹងទេតាក់ទងទៅនឹង review content ហើយមានបើសិនជាមានអ្វីថ្មីបន្ថែមទៀតខ្ញុំនឹងថតវីដេអូថ្មី update បន្តទៀតជូនបងប្អូនបាទហើយហ្នឹងហើយសូមមេត្តាបងប្អូនជួយចុច subscribe channel ខ្ញុំផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តចែករំលែកបាទបទពិសោធន៍ថ្មីបន្ថែមទៀតជូនទៅដល់បងប្អូនតាមរយៈ channel នេះហើយ channel នេះខ្ញុំនឹងធ្វើរហូតទោះបីរលុយបានមិនបានអីក៏ខ្ញុំអត់ខ្វល់ដែរខ្ញុំធ្វើជាការចែករំលែកតែម្ដងបាទចែករំលែកជូនទៅដល់បងប្អូនទាំងអស់គ្នាគ្រាន់តែសង្ឃឹមថាបងប្អូនជួយចុច subscribe ម្នាក់មួយម្នាក់ពីរអញ្ចឹងទៅណាដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តបាទអរគុណច្រើនបងប្អូនជម្រាបលាបាទ